ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះដែរថតចេញពីទីក្រុង Tucson រដ្ឋ Arizona ក្នុងសហរដ្ឋអាមេរិកថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីទទួលទានអាហារបែបសាមគ្គីនៅក្នុងសហគមន៍ខ្ញុំផ្ទាល់តែម្ដងសម្រាប់ខ្ញុំមកអាមេរិកជារយៈពេល2ឆ្នាំហើយប៉ុន្តែកម្មវិធីបែបនេះខ្ញុំជាលើកទី1ទេព្រោះដោយសារខ្ញុំទើបស្គាល់សហគមន៍ហើយសម្រាប់ពូមីងបងអីគាត់ឆ្ងល់ថាយើងអត់ដែរឃើញមុខសោះព្រោះអីបានឃើញមុខបងប្អូនបើសារខ្ញុំអត់ដែរបានចូលរួមកម្មវិធីចេះទេមកមួយឆ្នាំហើយ2ឆ្នាំហើយអត់ដែរបានស្គាល់បងប្អូនសោះដល់អញ្ចឹងទើបជាលើកទី1របស់ខ្ញុំដែរថ្ងៃនេះពិតជាសប្បាយរីករាយមែនទែនដែលធ្វើឲ្យពួកយើងទាំងអស់គ្នាបានស្គាល់គ្នាមានភាពទំនាក់ទំនងកាន់តែល្អហើយនឹងមានភាពស្និទ្ធស្នាលជាងមុនហើយអាចបង្កើតអនុស្សាវរីយ៍ល្អៗដែលយើងនៅរត់ជុំគ្នានៅក្នុងសហគមន៍នេះកម្មវិធីនេះដែរគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនហ្មងណាពិតជាត្រឹមត្រូវមែនទែនព្រោះដោយសារយើងមកនៅស្រុកគេបើយើងជាអត់បានរាប់ជាមួយនឹងសហគមន៍ខ្មែរគ្នាឯងទេហាក់ដូចជាឯកោខ្លាំងមែនទែនបងប្អូនមានភាពស្រស់ក៏ក្រោះមែនទែនសឹងតាពិបាកក្នុងការរស់នៅបងប្អូនដោយយើងស្គាល់ជនជាតិខ្មែរស្គាល់បងប្អូនយើងច្រើនមានភាពទំនាក់ទំនងរស់រាយនិយាយរកគ្នាឆ្លើយឆ្លងអញ្ចឹងមានអារម្មណ៍ថាយើងដូចជានៅស្រុកយើងអញ្ចឹងដល់អញ្ចឹងវាធ្វើឲ្យយើងអត់នឹកស្រុកទេបងប្អូនគ្រាន់តែមើលក៏ដឹងថាសប្បាយដែរបងប្អូនអូយបងប្អូនយើងគឺរាំសប្បាយរីករាយមែនទែនអ្នកខ្លះក៏ពិសាអីទៅអ្នកខ្លះក៏ញ៉ាំអីទៅអ្នកខ្លះក៏អង្គុយលេងអ្នកខ្លះក៏រាំអ្នកខ្លះក៏ច្រៀងទៅគឺថាមានភាពស្និទ្ធស្នាលហើយសប្បាយខ្លាំងមែនទែនហើយនេះដែរគឺជាក្រុមក្មេងៗបងឯហ្នឹងគាត់លេងទាញព្រោះគឺសប្បាយខ្លាំងមែនទែនបងប្អូនយើងអត់បានលេងចូលឆ្នាំឥឡូវយើងបានលេងនៅពេលនេះដែរគឺអូសប្បាយខ្លាំងបងប្អូនអើយម៉ាក់នៅអាមេរិកគឺរាំស្អាតមែនទែនបងប្អូនគាត់ចេះរាំចឹងពីគ្រប់ចង្វាក់គ្រប់ក្បាច់គ្រប់សារវ៉ាន់ឡាំលាវគាត់ចេះទាំងអស់ហើយរាំស្អាតទៀតណាពេលណាបានជួបខ្មែរម្ដងមានអារម្មណ៍ថាសប្បាយខ្លាំងមែនទែនបងប្អូនដែលធ្វើឲ្យអ៊ំប្រុសអ៊ំស្រីគាត់មានគំនិតដូចផ្ដើមកម្មវិធីនេះឡើងគឺថាមានអត្ថប្រយោជន៍ហើយមានអត្ថន័យជ្រាលជ្រៅមែនទែនដែលជាការពិសាអាហារសាមគ្គីក៏ពិតមែនប៉ុន្តែវាគឺជាការបង្កើតអនុស្សាវរីយ៍ដ៏ល្អបំផុតមួយសម្រាប់សង្គមហើយនឹងក៏ជាការកសាងសហគមន៍យើងឲ្យមានភាពទំនាក់ទំនងកាន់តែរឹងមាំគឺថាល្អខ្លាំងមែនទែនតែម្ដងរុញមិនទេស្ទាក់គេពេញផ្លូវផ្ដល់ប៉ូលីសមកដេញស្រីស្រងដូមិនចេញមកឈរហើយធ្វើមកជូមុខដូចកុំនោះមិនគួរយកគេចោលក៏ដែរជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមកម្មវិធីនេះទាំងអស់គ្នាមានភាពសប្បាយខ្លាំងមែនទែនតែម្ដងហើយក៏សូមអរគុណទៅដល់អ៊ំប្រុសអ៊ំស្រីដែលបានប្រដាមកម្មវិធីនេះឡើងសម្រាប់សហគមន៍យើងផងដែរហើយនឹងក៏សូមអរគុណទៅដល់អ្នកទស្សនាវីដេអូនេះសូមកុំភ្លេចចុច like follow page អ្នកមួយផងដើម្បីបានទទួលបានវីដេអូថ្មីៗអំពីទីក្រុង Tucson នៅរដ្ឋ Arizona ក្នុងសហរដ្ឋអាមេរិកសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ